ចឹងបានថាអស្ចារ្យណាស់ការដែលយើងសិក្សាពុទ្ធវចនៈហើយដោយសទ្ធាដោយសេចក្តីជ្រះថ្លាហើយដោយការជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនឹងគឺថាកុំអោយតណ្ហាទិដ្ឋិនឹងវាខ្ចីចិត្តវិញ្ញាណយើងយកទៅប្រើបើទោះជាមកស្ដាប់ពាក្យពុទ្ធហ្នឹងណាវាប្រើយើងនៅក្នុងរឿងក្នុងលោកនេះវាប្រើណានៃចងាប់ចងល់ហើយយើងម្នាក់ហ្នឹងគឺថាវាប្រើយើងចងាប់ចងល់ហើយឲ្យនៅក្នុងអំណាចរបស់វាហើយបានឆ្លៀតពេលបន្តិចមកស្ដាប់ធម៌នោះវាមកឲ្យយោបល់យើងខុសទៀតណាមកឲ្យយោបល់យើងខុសទៀតអញ្ចឹងយើងមើលក្នុងសូត្រនេះព្រះអង្គអត់មាននិយាយពាក្យថាសមាធិព្រះអង្គអត់និយាយថាវិបស្សនាអត់មាននិយាយថាអីទាំងអស់ណាអត់និយាយមិនតាន់ឃើញពាក្យហ្នឹងទេប៉ុន្តែព្រះអង្គប្រើពាក្យថាមិនជាប់ការមិនជាប់ការមិនអាល័យនៅក្នុងខណ្ឌដែលជាអតីតនិងខណ្ឌដែលជាអនាគតនិងប្រកាន់មិនប្រកាន់មាំនៅខណ្ឌដែលជាបច្ចុប្បន្នហ្នឹងថាជាខ្លួនថាជារបស់ខ្លួនថាខ្លួននៅក្នុងហ្នឹងអត់អញ្ចឹងក៏ប៉ុន្តែការដែលមិនប្រកាន់ហ្នឹងទៅបានគឺទល់តែបញ្ញាថ្នាក់វិបស្សនាហ្នឹងឯងណាហើយបញ្ញាថ្នាក់វិបស្សនាហ្នឹងវាកើតឡើងបានដោយសារអីគឺកើតឡើងបានដោយសារស្ដាប់នៅឱវាទរបស់ព្រះអង្គហ្នឹងឯងហ្នឹងហើយហើយបើមិនមានការស្ដាប់នៅពាក្យបើបង្ហាញរបស់ព្រះអង្គទេវាអត់មានឱកាសអីឲ្យបញ្ញាហ្នឹងកើតឡើងបានទេពីព្រោះពាក្យថាគោរពប្រតិបត្តិវឹកហាត់នឹងវាមិនចេះអត់ទេទោះបីជាមិនមានពុទ្ធត្រាស់ក៏ដោយក៏មានតែអញ្ចឹងក៏ប៉ុន្តែពាក្យថាមិនអាល័យក្នុងខណ្ឌហ្នឹងមានពីណាចេះនិយាយទេគឺថាបដិបត្តិដើម្បីបានទេបដិបត្តិដើម្បីបាននោះគឺអញ្ចឹងក្នុងលោកនេះតែអញ្ចឹងឯងអញ្ចឹងហើយបានជានៅក្នុងលោកនេះក្រៅពីដំណើរចេញចាក់ពីលោកនេះនៃព្រះបច្ចេកពុទ្ធនិងព្រះសម្មាសម្ពុទ្ធចេញហើយគឺថាមានអស់ហើយត្រឹមបានឈានបានអីជាប់ជាពាក់ក្នុងភពអីប៉ុណ្ណឹងណាវាអត់មានអីលើសនឹងទេវាគ្រាន់តែទៅជាមួយនឹងអាក្រោតក្រៀកខ្លាំងហើយមកជាប់ជាមួយនឹងអាស្ងប់ប្រណិតដែលជាសង្កតធัวដដែលវាអត់មានឃើញទោសនៃសង្ខារធัวទាំងអស់ដូចជាមេគារបស់ពុទ្ធទេអត់ទេបាទហ្នឹងហើយពាក្យក្នុងបសូតដែលមានពាក្យល្អខាងដើមខាងដើមមានពាក្យមិនរសេមរសាមហ្នឹងក៏ជាឈ្មោះនៃព្រះនិព្វានហ្នឹងក្នុងអត្ថកថាលោកបញ្យលអញ្ចឹងមិនរសេមរសាមមែនទេហ្នឹងគឺព្រះនិព្វានបាទហើយក្នុងបៃដកនេះប្រែកន្លែងមួយរៀងពាន់បន្តិចរៀងពាន់បន្តិចជាស្រ័យគេលោកច្រឡំអីណែកន្លែងថាអារម្មណ៍របស់ព្រះនិព្វានអញ្ចឹងណាកន្លែងខាងដើមនេះតាមពិតនិព្វាននឹងឯងជាអារម្មណ៍តែម្ដងអញ្ចឹងมันមានអ្នកខ្លះធ្លាប់សួរខ្ញុំកន្លែងហ្នឹងកន្លែងណាទេនេះនេះលុះដឹងច្បាស់នៅព្រះនិព្វានដែលមិនរសេមរសាមកន្លែងណានេះមិនតាន់មកដល់លុះដឹងច្បាស់នៅព្រះនិព្វានដែលមិនរសេមរសាមនឹងមិនបានកម្រើកដោយពួកកិលេសក៏បីចម្រើននៅផលសមាបត្តិដែលមានដែលជាអារម្មណ៍របស់ព្រះនិព្វានតាមពិតប្រែថានៅផលសមាបត្តិដែលមានព្រះនិព្វានជាអារម្មណ៍បានត្រូវបាទអានេះខ្ញុំមិនចេះថានេះខ្ញុំផ្ទៀងក្នុងអត្ថកថាទៀតអត្ថកថាលោកប្រែអញ្ចឹងហ្នឹងហើយផលសមាបត្តិមានព្រះនិព្វានជាអារម្មណ៍អញ្ចឹងណាបាទកន្លែងហ្នឹងបងប្អូនកែបន្តិចផងបើយើងប្រែថាជាអារម្មណ៍របស់ព្រះនិព្វានហាក់ដូចជាព្រះនិព្វានហ្នឹងជាចិត្តជាវិញ្ញាណដើម្បីដឹងនៅផលសមាបត្តិណាយើងអញ្ចឹងវាគូគ្នាមួយផលសមាបត្តិហ្នឹងជាចិត្តហើយដល់ព្រះនិព្វានហ្នឹងជាអារម្មណ៍ហ្នឹងហើយដល់ពេលប្រែថាផលសមាបត្តិដែលជាអារម្មណ៍របស់ព្រះនិព្វានអាហ្នឹងវាទៅជានិព្វានអ្នកដឹងផលសមាបត្តិមិនមែនផលសមាបត្តិដឹងព្រះនិព្វានទេឃើញទេអាចច្រឡំបន្តិចកន្លែងហ្នឹងយើងកែផងហ្នឹងក៏បីចម្រើនរឿយៗនៅផលសមាបត្តិដែលមានព្រះនិព្វានជាអារម្មណ៍ដាក់ចេះវិញបាទនឹងចឹងហើយមានពាក្យព្រោះដូចជាអជេវកច្ចមាតបាំងកោចញ្ញមរណងសវេអីហ្នឹងបុគ្គលការព្យាយាមជាគ្រឿងដុតកិលេសហ្នឹងគឺថាបុគ្គលក៏បីធ្វើថ្ងៃនេះឯងនរណានឹងដឹងថាស្លាប់នៅថ្ងៃស្អែកបានអានឹងខ្ញុំលើកញឹកកន្លែងហ្នឹងហើយព្រោះថាការតទល់របស់យើងចំពោះមច្ចុដែលមានសេនាដ៏ច្រើននោះមិនមានឡើយនេះ
là hệ nô sang garante nè mà xây nên là mà chuẩn hà cứ miền bên này nè mạch cho đi mũi đề ở đây ở miền này mình thưa ngày nâng bây giờ lơ nâng cứ tha chầm tịch tiệt nó ọt miền tây lên bông bồn chỉ ca tầm lấp ở cọ chia từ không sòng cung thà chả chầm rùa thua đi cứ thà cho người rùm đòi chả việc ngọt bị khmei những việc khàn đấy thì quay sẽ đây sập bài ấy chứ vậy tha sập bài toàn đầu khmei như thế ơi ta sọp cho mũi cái lấy nó cứ tha nom nó vậy chẳng mong mình đấy sập bài tới toàn đầu khmei ấy ọt đăng thà bịa cua để chay đồng lấy tha cả vô đăng trâu nó cua ta chấp bị khmei cầm oi việc đau khổ nó lõ nè bây giờ vô tận năng vô một bridge về mình thà cùng trăm khâu ở hơi á chẳng cua tại bệnh nhau rồi flow trâu tăng bị khmei đăng thà về lõ bập nè bố trâu tăng bị khmei nhá chỉ vật dương mà nè luôn nơi ban là hồ đào chặt sập bạch sập nằm ấy dân chưa trà nằm mà bây giờ vô trâu tăng bị khmei can trăm chỉ vật có dân trăm chỉ vật ban dùng luôn nơi đòi của sao là thua ấy dân trăm tuần xong triệt nè tiệt triệt nâng để anh xòm bà nó dân cha nào mà dân thắng thực cái chẹt bạp của so sắm tới chạm tịch tới chạm ấy trắng đó vẫn là tham ấy thế là năng về của toàn hà năng tự thể năng về một cái chè dân ở vậy chẳng thấy sọp dân chẳng phòng tất có dân vô là chẳng nữa năng này hay vì chỉ ập họp đáy bị pro nó không chạm cả thố vào ông sầm đáy vì bạn để rùa bể bạn để rùa bể cả nơi không bể được xong cu sập ở số và sang xe vạ cả sạp cụm sang bờ hay tạ sama bạn để thị cả tầm qua luôn tới việc sai đại miền bon vì môn mà phong hay men tên tới cả sụp tin pi sừng cung khang càngนึงคือปัจจุบันประสิทธิภาพบางปอนเมียนโดยเฉพาะในเกาะเราสมัยพุทธกาลจังนะมนุษย์miền ở bạn này xanh tí tôi có bàn tay đỏ luôn đâu cả lại nó cứ thao chắp cao của bạn sai bị rồi từ na còn để dây bị ca rồi lật thua bạn để bắt thua không chỉ vật trăm tháng ngày ấy chứ nữa cái miền ấy bị cha na cai về tận đây chặt thua ấy chứ đâu từ na có cái dây chân từ na có cái dây chân cái sập bay chặt nâng ca trai ở lấy ca vô đăng bị thua chân tới ai ní player mà này ai hay này thấy nhé nên là dương ở lớp tôi lươn dây thô môi nó từ chỉ phờ mình phát pin nó có cái tha toàn dầm mày nhé từ chỉ chẳng nó đập miền na cát mau che phát xẹp na cát mau che lên game xẹp ở đây cứ sừng côm nó nom dương chẳng cứ tha ít thì po sừng côm nó cứ tiên khu các ba dương dân mang xem mơ cồn xem nè sự chuyện nè miền nè xa đây sự chuyện ở che lên tủ sạp nhằm bài cùi nhằm số lại chẳng men quặn chăng nghe cứ dân trend quặn chăng nghe mấy nay có chăng đây vấn đề là dân chưa tập đói hay thì chết khơi cái lên nhầm flex tiền này là lớn nó men lực cái để chết men lực cái để đôi ta kê chẳng nên khi mà oi chu mình nè lên game lên ấy tình tuổi đúng mà này vừa off lơ play luôn nói lấy nó đôi ta khné đi trong tờ lên đôi ta kê đôi ta ảnh chẳng á chuyện đó mình thấu khơi châu chặt an sập hở châu bự lên ấy oi ta sập hở tới có châu chặt sập hở tem toàn tiếng khi mình tụ uất tha con đang bị là o là hô đấy đấy bạn được chồng bị sao khơi nè con vô chẳng này con máu đứa cô con một số tiền vô sấy để một trùng bình nè này cứ dơn nè thôi cai với ca sẽ có thơ tam đừng o nâng này mơ ngày mới làm sao mà mi lẹ cái này còn đâu khăn ông đi hay nhóm nơi scra này nó hay nhóm dây mùi quạt đó còn sầu bác quạt bạc phê hết ta chá bạn mình play là ôn được đó cái bạc phê ha cái thứ bây đòn cái thứ 8 cái xài thứ 2 cái xài thế nhá có ăn miên sẽ chỉ bọc quạt vô màu thế cứ mơ tại dân này trong bạn ít thì pol này ca sai cũng đang sầm khăn nè
ចឹងអឺបរិមាណនៃការសិក្សាយល់ពធនឹងវាតិចក៏ពិតមែនប៉ុន្តែការដែលយើងយល់ច្បាស់ហើយយើងមិននឹងខ្លាចបង្ហាញថាយើងបានសិក្សាមេគាពធមិនខ្លាចអាភាពមិនខ្លាចរបស់យើងទៅពង្រីកឥទ្ធិពលនៃអ្នកសិក្សាតាមមេគាពុទ្ធនឹងឲ្យវាមានច្រើនឡើងនៅក្នុងសង្គមរបស់យើងនឹងតែច្រើនមើលគឺថាមានឥទ្ធិពលទៅលើអ្នកអត់រៀនមានឥទ្ធិពលទៅលើអ្នកដែលចេះតែខ្ទាស់ជាមួយនឹងពុទ្ធវចនៈក៏ប៉ុន្តែកាលណាវាមិនមានរីកចម្រើនដោយការសិក្សាឲ្យខ្មាស់អៀនព្រៀនមិនទាំងហ៊ានគាត់ប្រាប់ថាសិក្សាពធស្ដាប់ពធនឹងខ្មាស់អៀនព្រៀនហើយវាមិនសូវរីកចម្រើនណានេះខ្ញុំនិយាយចំពោះអ្នកដែលអាចមានឥទ្ធិពលក្នុងការចែករំលែកនៅពធនឹងបើក្នុងក្រុមគ្រួសារមានបញ្ហាអីអាហ្នឹងក៏តាមហ្នឹងទៅណាវាមានកម្រិតផ្សេងគ្នាខ្លះហ្នឹងក៏មិនហ៊ានបង្ហាញថាជាអ្នករៀនធម៌រៀនអាអីមិនជាអ្នកអីទេបើគាត់ថាកុំមានអារម្មណ៍ថាបាក់បាំងខ្មាស់គេអីចឹងវាមើលតែអំពើទៅចាប់លោបអំពៀនគេចឹងវាអត់ផងល្អសោះហ្នឹងហ្នឹងបើវាមិនមានអ្នកផ្ទះឯណាមករោរឿងអីសោះវាមិនគួរណាខ្មាស់ហ្នឹងមិនខ្លាចគេថាយើងរៀនធម៌អាងដើរលេងខូចវាមិនបានមែនចេះលាក់ចឹងហ្នឹងហើយខ្ញុំបែកបន្តិចប៉ុន្តែគាត់ថាយើងកើតមកអត់មាននរណាយកវិជាស្អីយកមកនិយាយទេពាក្យមួយម៉ាត់ក៏មិនមាននរណាយកមកនិយាយខ្លួនឯងដែរឧទាហរណ៍ថាកើតជាកូនខ្មែរមកនិយាយពាក្យខ្មែរដែលគេធ្លាប់និយាយរាប់រយឆ្នាំហើយនឹងឯងគ្មានពីណាកើតមកបង្កើតពាក្យថ្មីទេវាលេងអ្នកប្រាជ្ញមួយយូរបង្កើតពាក្យបានមួយកើតនៅតំបន់និយាយអង់គ្លេសកើតមកនិយាយអង់គ្លេសដែលគេនិយាយរាប់រយឆ្នាំហើយនឹងឯងវាគ្មានពីណាយកពាក្យថ្មីមកកើតតំបន់គេបកកែជេរសាហាវវាចេះជេរតាមគេនឹងឯងវាគ្មានពីណាកើតមកចេះជេរតាមគេក្នុងពោះម៉ែមកទេហ្នឹងហើយអញ្ចឹងបានការខ្សែគប់នឹងគឺសំខាន់មែនតើបាទអញ្ចឹងបាននៅក្នុងកន្លែងនេះព្រះអង្គត្រាស់ថាពុទ្ធជនមិនបានជួបព្រះអរិយៈគេមិនបានជួបសម្បរោះអាហ្នឹងមិនពាក់ព័ន្ធនឹងឥទ្ធិពលនៃការខ្សែគប់មែនទេហ្នឹងហើយសំខាន់ណានេះកន្លែងនេះណាខាងនៅកន្លងទៅហើយនេះកន្លែងខទី7នេះព្រះអង្គសម្ដែងថាមនាភិក្ខុទាំងឡាយពុទ្ធជនក្នុងលោកនេះជាអ្នកមិនបានស្ដាប់គេមិនបានស្ដាប់សំខាន់ណាស់ស្ដាប់ហ្នឹងស្ដាប់ពាក្យពុទ្ធមិនបានជួបប្រទះនឹងពួកព្រះអរិយៈជាអ្នកមិនឆ្លៀសក្នុងធម៌របស់ព្រះអរិយៈមិនឆ្លៀសក្នុងធម៌របស់ព្រះអរិយៈឆ្លៀសទាំងអស់អារឿងខាងក្រៅប៉ុន្តែធម៌ព្រះអរិយៈអត់ឆ្លៀសមិនបានហាត់ក្នុងធម៌របស់ព្រះអរិយៈមិនបានជួបប្រទះនៅសប្បុរសទាំងឡាយមិនឆ្លៀសក្នុងធម៌របស់សប្បុរសមិនបានហាត់ក្នុងធម៌របស់សប្បុរសរមែងពិចារណាឃើញនៅរូបនេះថាជាខ្លួនហ្នឹងគឺថាអូតូហ្មងបទជនយើងអញ្ចឹងពាក្យរមែងមានន័យថា automatically ហ្មងគឺស្វ័យប្រវត្តិហ្មងហ្នឹងហើយអញ្ចឹងវាចាការស្ដាប់នៅពាក្យរបស់ពុទ្ធហើយគឺតែប្រកាន់ចឹងឯងប្រកាន់ក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងជាស្វ័យប្រវត្តិតែម្ដងហើយដូច្នេះការដែលប្រកាន់នៅក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណដោយស្វ័យប្រវត្តិរបស់បុគ្គលជននេះទើបគ្មានច្រកចេញអំពីភាពរសេមរសាមក្នុងជីវិតនឹងទេអត់ជាដាច់ខាតអញ្ចឹងណាហ្នឹងហើយបែកទៅចោះល្ងាចមិញខ្ញុំមានទទួលព័ត៌មានពីសិស្សអីចឹងហើយក៏ជម្រាបទៅដល់បងប្អូនយើងថាកុំភ្លេចថាសម្មាទិដ្ឋិគឺការយល់ត្រូវការមានសិលជាដើមគឺជាអរិយទ្រព្យយ៉ាងពិតប្រាកដណានឹងប្រហែលថ្ងៃនេះខ្ញុំឮបញ្ហាដែលកើតឡើងគឺកើតឡើងនេះខ្ញុំមិននិយាយថាអញ្ចឹងអ្នកក្រសិតតែស្រួលឬមិនមែនទេខ្ញុំកុំឲ្យយើងវង្វេងថាមានលុយអាចដោះស្រាយអ្វីកុំឲ្យគិតអញ្ចឹងគ្រប់រឿងណាវាអាចដោះតាមរឿងរបស់វាប៉ុន្តែបើសិនជាយើងអាងទៅលុយគឺមានគ្រួសារខ្លះដែលដូចចង់ឲ្យកូនល្អមែនទែនប៉ុន្តែអត់មានឧបាយក្នុងការធ្វើឲ្យកូនល្អក្រៅពីប្រើលុយឥឡូវពងពិបាកទុកកូនឯខ្មែរក៏កូនមិនរៀន
ហើយផ្ញើឲ្យកូនមករៀននៅបរទេសទៀតហ្នឹងហើយមិនថាតែនៅអូស្ត្រាលីទេនៅអាមេរិកហ្នឹងក៏មានខ្លះអញ្ចឹងមិនទាំងអស់ទេខ្លះខ្ញុំដឹងគឺដល់ពេលខ្ញុំសួរពីឧបាយដែលឪពុកម្ដាយដោះស្រាយគឺយកតលុយទៅដោះស្រាយហើយដល់ពេលកូនមកនេះហិតទៅសនុកសុំលុយម៉ែឪចាយទៀតម៉ែឪនោះខំតែពីរឿងផ្ញើលុយអញ្ចឹងទៅកូននេះខ្លះញៀនថ្នាំក៏មានដែរណាយកឈ្មោះថាមករៀនហ្នឹងជួនកាលអញ្ចឹងវាមិនមែនទឹមពេលហ្នឹងទេគឺគាត់ប្រើពេលវេលាដើម្បីលុយកាក់អស់ទៅតែវាខ្វះពេលវេលាសម្រាប់កូនហ្នឹងហើយដោយគាត់ខំជួនកាលខំយកលុយទៅបង់សាលាថ្លៃតែក៏អត់មានពេលវេលាសម្រាប់កូនទេសាលាថ្លៃសុទ្ធតែសាលាថ្លៃដាប់សាលាលំដាប់ហ្នឹងទីបំផុតជួបបញ្ហាដែលធ្វើឲ្យកូននឹងញៀនក្នុងការចាយលុយហើយតម្រាំតែដឹងកែខៃរបៀបម៉េចពួកគាត់ខ្លាយទៅជាបងធំគាត់ខ្លាយទៅជាអ្នកខ្សែគ្រឿងញៀនគាត់ខ្លាយទៅជាអីអស់ចឹងហើយយកលុយដេញលុយគិតតែរឿងលុយហ្នឹងទីបំផុតទឹកភ្នែកបាទហ្នឹងអានឹងមានណាបងប្អូនមានអញ្ចឹងបានថាកុំភ្លេចពីរឿងសិក្សានៅធัวរបស់ព្រះអរិយផងអញ្ចឹងប៉ុន្តែខ្ញុំនិយាយនេះមិនមែនមានន័យថាបើយើងចេះធัวយើងពិតជាអប់រំបានល្អហើយកូនក៏មិនប្រកបដែរហ្នឹងក៏មិនប្រកបដែរបដិសេធរៀងខ្លួនជួនកាលដល់ពេលគេទៅសាលាគេខ្សែគប់អីយើងមើលមិនឃើញក៏វាអាចទៅអញ្ចឹងមិនមែនថាកូនអ្នករៀនធัวសិតតែកូនល្អក៏មិនមែនដែរប៉ុន្តែយើងវាមានរបាំងការពារចិត្តមួយទៀតចុះបើកូនមិនតាំងនៅក្នុងកន្លងធัวយើងបានប្រឹងណែនាំល្អអស់ហើយប៉ុន្តែកូននៅតែមិនកើតក៏ហ្នឹងក៏តាមហេតុរបស់វាដែរណាតាមហេតុរបស់វាដែរយើងបានធ្វើទូនាទីអស់ហើយតែមានភាពមិនរសេមរសាមនៅក្នុងចិត្តដោយមានធัวព្រះអរិយៈនៅក្នុងចិត្តដែលជាអរិយទ្រព្យសំខាន់ណាកន្លែងហ្នឹងពិចារណាដោយមែនទែនគឺសត្វលោកគ្មានអីជាទីពឹងមែនណាបងប្អូនតិចថាអូទ្រព្យសម្បត្តិទាំងអស់ហ្នឹងពិតជានាំឲ្យយើងមានសុខដុមរមនាហើយមែនទេច្រឡំធំហើយហ្នឹងហើយប៉ុន្តែមានន័យថាមិនចង់ឲ្យមានទេមានមកល្មមក្នុងតម្រូវការកុំឲ្យពូជមានហ្នឹងវាកើតពីអំពើទុច្ចរិតអាហ្នឹងដែលរឿងបញ្ហាបើថាវាកើតដោយបុណ្យកើតដោយការព្យាយាមត្រូវអីចឹងចង់ខ្លាយជាមហាសិទ្ធិក៏មានទៅមិនអីទេអាហ្នឹងប៉ុន្តែគាត់ថាបើយើងសម្លឹងមើលតែរឿងហ្នឹងសំខាន់ពេកយើងបោះបង់ខ្លួនឯងចោលមួយជាតិនេះបូជាទ្រព្យសម្បត្តិទាំងអស់ហ្នឹងហើយបន្តិចដល់ពេលងាប់ហើយហ្នឹងហើយយើងប្រឹងតែមានឥឡូវយើងដាក់ target ថាឥឡូវទៅរៀបការយើងប្រឹងពីនេះដល់នេះឲ្យមានផ្ទះនៅពីនេះដល់នេះឲ្យមានផ្ទះប៉ុណ្ណេះឡានប៉ុណ្ណេះចាន់ទីរីថៃអាដើរលេងមិនតាន់ហ្នឹងឯងងាប់បាត់ហើយអរិយទ្រព្យដែលត្រូវសំ along the way ហ្នឹងទៅជាមួយគ្នាហ្នឹងយើងអត់បានសំយើងបូជាជីវិតយើងទៅកញ្ជះទ្រព្យអស់ហើយគឺកញ្ជះទ្រព្យកញ្ជះតំណែងកញ្ជះអីហ្នឹងទាំងអស់អត់មានអិសរៈលើខ្លួនឯងដើម្បីថាបានមកមនុស្សហើយលៃពេលខ្លះដើម្បីសំនៅអរិយទ្រព្យជាប់តាមសន្តានងាប់ទៅក៏លោវាមិនធ្លាក់នរកអីនោះវាអត់បានអាហ្នឹងដូចថាគេឲ្យយើងឡើងទៅលើកោះដ៏ប្រណិតមួយអញ្ចឹងណាឲ្យយើងទៅជីកត្បូងជីកអីអញ្ចឹងទៅយើងអាឡ័យសបាយជាមួយកិនរាកិនរីអញ្ចឹងទៅដល់ពេលវេលាទឹកលិចកោះនឹងបាត់ទៅសូម្បីតែក្បូនហែលចេញក៏គ្មានដែរតែមនុស្សមានស្មារតីគេដឹងថាកោះនឹងដល់ពេលវេលាវាលិចអញ្ចឹងមុននឹងចេញពីកោះនឹងសាងក្បូនសាងយានអីចឹងទៅហើយមុននឹងទៅហ្នឹងគឺសន្សំរតនវត្ថុខ្លះដើម្បីទៅដែនដីវិញគេមានដើមទុនរបស់គេហ្នឹងវាអត់មានអញ្ចឹងណាហ្នឹងអត់មានអីទេក្នុងโลกនេះប្រឹងខ្ញុំអាណិតណាដោយពូទីននេះខ្ញុំអាណិតណាមែនតើគាត់ដឹងបាបប៉ុណ្ណាទេវាទីនឹងសម្លាប់មនុស្សអស់មិនដឹងប្រមាណសែននាក់នៅយូក្រែនឃើញទេហើយតំណែងគាត់ហ្នឹងវាមិនដែលទៅកាន់បាន100ឆ្នាំទៀតអីទេអត់ទេនឹងអញ្ចឹងមិនថាអ្នកធ្វើរធំសាហាវហ្នឹងវាខ្ញុំសិក្សាប្រវត្តិក្នុងជាដកទាំងឡាយផ្សេងមិនសូវបានកំណត់សុគតិទេបងប្អូននឹងមានអីជាអិសរៈឥឡូវហ្នឹងអាវុធអង្គរៈទាំងអស់ហ្នឹងការពារមកឲ្យធ្លាក់នរកបានទេអត់បានទេបងប្អូនសិក្សានៅក្នុងរឿងទេមយៈទៅដឹងហើយហ្នឹងហើយការយើងដណ្ដើមតំណែងគ្នាធ្វើស្ដាច់ធ្វើអីចឹងទៅហើយប៉ុន្តែអ្នកដែលដឹងថានៅពេលដែលធ្វើទៅស្លាប់គេស្លាប់ឯងវាអំណាចធំ
ដល់ពេលកើតមកជាកូនស្ដេចហើយបៃតាចង់ឲ្យសោយរាជនឹកឃើញអារឿងខ្លួនឯងធ្លាប់ធ្វើស្ដេចពីមុនសម្លាប់មនុស្សនោះញ័រខ្លួនបៃតាឲ្យអញសោយរាជដូចឲ្យអញទៅនរកម្ដងទៀតអញ្ចឹងហ្នឹងហើយអញ្ចឹងក៏បានយោបល់ពីទេពធីតានៅស្វេតឆ័ត្រធ្លាប់ជាប្រមេតាព្រះអង្គប្រាប់ថាគេមិនដែលឲ្យកូនមនុស្សដែលគួរថ្លង់មិនដឹងអីទៅធ្វើស្ដេចទេសុខចិត្តឲ្យអ្នកនគរប្រមាថថាព្រះអង្គអត់ចេះអីអត់ដឹងអីព្រះអង្គខ្លាចធ្វើស្ដេចទៅវាងាប់ទៅធ្លាក់នរកទៀតនឹងចង់និយាយថាមិនសំដៅដល់ស្ដេចដែលប្រកបដោយទស្សពិតរាជធម៌ទេណាបើស្ដេចប្រកបដោយទស្សពិតរាជធម៌អានឹងផ្សេងអញ្ចឹងលោកមានសិលមានអីអានឹងល្អធ្វើបុណ្យបានច្រើនទៀតផងបើជាបរិជាហើយមានសិលទៀតនឹងដឹកនាំដោយធម៌អីចឹងអានឹងបុណ្យច្រើនណាក៏ប៉ុន្តែបើពុលជាមួយនឹងអំណាចពីណាមិនល្អកំចាត់ចោលអីចេះចោះទេអូតណៃនឹងដូចតណៃធ្លាក់នរកទេហ្នឹងហើយខ្ញុំមើលដូចពូទីននេះងាយទេងាយមានសុគតិទេខ្ញុំដឹងថាគាត់បានសុគតិខាងណាទេបើមួយថ្ងៃអួតតែអាវុធសម្លាប់គេចេះឃើញទេហ្នឹងឥឡូវគេចោះរឿងធំឥឡូវយើងណាយើងម្នាក់ហ្នឹងជីវិតនេះត្រូវតែប្រឹងឲ្យដើម្បីរស់វាជាមុខរបួសវាជាបួសជាបោសមុខរបួសដែលព្យាបាលមិនជាដែលរោគឃ្លានហ្នឹងរោគឃ្លានហ្នឹងគឺថាមកពេលព្រឹកត្រូវមាននេះមាននោះអាហ្នឹងឲ្យវាដឹងថាវាជាមុខរបួសដែលត្រូវព្យាបាលត្រូវការសម្លៀកបំពាក់ទីស្នាក់អាស្រ័យយានជំនិះឃើញសុទ្ធតែដូចជាថ្នាំដូចជាឧបករណ៍បិទដំបៅទេទាំងអស់ហ្នឹងប៉ុន្តែក៏បីជ្រាបថាដែលយើងរុំដំបៅនេះមិនមែនដើម្បីរុំដំបៅបន្តទេណាគឺរុំដំបៅដើម្បីអីដើម្បីកុំឲ្យដំបៅហ្នឹងវាឈឺពេកហើយដើម្បីធ្វើដំណើរតទៅទៀតអញ្ចឹងដំណើររបស់ពុទ្ធជនយើងគឺដំណើរក្នុងសង្សារវដ្តមិនមែនដំណើរពីផ្សារទៅផ្ទះពីផ្ទះទៅផ្សារពីផ្សារទៅផ្ទះពីផ្ទះទៅចការត្រឹមប៉ុណ្្នឹងឯងអត់ទេអាដំណើរពីផ្សារទៅផ្ទះពីផ្ទះទៅចការពីផ្ទះទៅធ្វើការពីធ្វើការមកផ្ទះពីផ្ទះទៅកន្លែងធ្វើការទៅសាលារៀនចុះឡើងហ្នឹងស្មើនឹងការដោះស្រាយរុំដំបៅទេហ្នឹងហើយហើយវាមិនមែនបានបងបិទដំបៅហ្នឹងមកបង្អួតគ្នាទេអញបានបងបិទដំបៅធំអញបានថ្នាំល្អហ្នឹងវាអត់មានរឿងអួតគ្នាអីទៅរឿងហ្នឹងទេគឺរុំដើម្បីកុំឲ្យរុយរោមកុំឲ្យវារបួសហ្នឹងវាคลายហើយដើម្បីធ្វើដំណើរចេញពីតំបន់ដែលគ្រោះថ្នាក់ហ្នឹងអញ្ចឹងណាជួបគ្នាជានិស័យសាងគ្រួសារក៏ដោយអីក៏ដោយដូចជាដើរតាមផ្លូវជាមួយគ្នាទៅនឹងជួបទៅថ្ងៃណាបាយក៏ធម្មតាអញ្ចឹងទៅដំណើរយើងដូចយើងទៅតាមផ្លូវអាទិត្យភ្លើងអញ្ចឹងណាដូចទៅតាមផ្លូវអាទិត្យភ្លើងយើងឡើងទៅមុនក៏ដោយយើងឡើងពាក់កណ្ដាលក៏ដោយអ្នកដទៃក៏គេឡើងមកដែរអញ្ចឹងទៅដល់ពេលគេចុះផ្លូវ8ក៏ទៅយើងទៅផ្លូវយើងទៅអញ្ចឹងដំណើរជីវិតយើងអញ្ចឹងតាមិនថាជាមួយតែអ្នកដទៃជាមួយប្តីប្រពន្ធជាមួយកូនចៅយើងក៏ដោយដូចខ្ញុំមួយសេចខ្ញុំឡើងអាទិត្យភ្លើងជីវិតហ្នឹងមុនហ្នឹងហើយមិនដឹងថាខ្ញុំត្រូវចុះទៅមុនឬក៏សេចចុះទៅមុនទេតែដល់ពេលចុះគឺចុះហើយឃើញទេវាអត់បើផ្លូវហ្នឹងមិនត្រូវទៅមួយគ្នាទេគឺម្នាក់ទៀតអត់ចុះទេទៅមួយគ្នាអាហ្នឹងឧបនិស្ស័យមួយគ្នាអាហ្នឹងក៏ទៅតាមហ្នឹងទៅគាត់ថាយើងម្នាក់ហ្នឹងសិតតែមានទិសដៅផ្សេងគ្នាទិសដៅនេះគឺដោយអំណាចកម្មរៀងខ្លួនមិនមែនយើងចង់ទេខ្ញុំប្រៀបនឹងអាតែភ្លើងហ្នឹងគឺតែយើងឡើងជិះយើងដឹងថាយើងទៅណាក៏ប៉ុន្តែដំណើរជីវិតនេះគឺតែពេលចុះមិនដឹងចុះទៅណាទេប៉ុន្តែពេលនោះមិនចង់ចុះក៏ត្រូវតែចុះដែរណាទីភ្លើងយើងអាចចុះនឹងមិនចុះឧទាហរណ៍ហ្នឹងវាមិនត្រូវគ្រប់ 100% ទេគិតថាយើងពេលឃើញមនុស្សឡើងយើងឃើញមនុស្សចុះយើងមានទៅត្រេកអរយើងមានទៅកន្ទុកកន្ទិញអីមនុស្សចុះហ្នឹងមិនអញ្ចឹងទេណាគេឡើងមកក៏ឡើងតាមផ្លូវរបស់គេទៅណាជិះមួយគ្នាទៅនិយាយគ្នាទៅមិនបាច់ស្លាប់គ្នាទេគង់ទៅដល់ពេលចុះរបស់គ្នាទេមិនអញ្ចឹងទេហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងចោះសម្រាប់យុគនឹងអជេបកិច្ចមាតាបាំងកោជាអញ្ញាមរណងសវេកិច្ចដែលគប់បីធ្វើគឺធ្វើថ្ងៃនេះឯងគ្មាននរណាដឹងថាបុគ្គលណាមួយស្លាប់នៅថ្ងៃស្អែកទេណាដូចខ្ញុំថ្ងៃសុក្រនេះត្រូវឡើងយន្តហោះទៅឥណ្ឌាហ្នឹងហើយវាគ្មានដឹងថាតើបានមកវិញអត់ទេយន្តហោះហ្នឹងវានៅលើមេឃហ្នឹងវាគាំងកលឹះតែបន្តិចហ្នឹងកដាលសមុទ្រហ្នឹងហើយវាមានស្អីវាប៉ុន្តែយូរឃើញធ្លាក់យន្តហោះមួយនិយាយពីអាសើបបើឡានបុកគ្នាងាប់រាល់ថ្ងៃយើងភ្លេចគិតយេបើមែនតើហ្នឹងយន្តហោះហ្នឹងហើយដែលសុវត្ថិភាពជាងគេបណ្ដាយានទាំងឡាយណាតាមដែលគេរាយការណ៍ប៉ុន្តែយូរធ្លាក់មួយនិយាយពីផ្អើលឃើញទេហ្នឹងហើយផ្អើលតែចឹងហើយអាដេកគាំងបេះដូងងាប់មកកណូចូលបន្ទប់ទឹកដេកស្លាប់មកកណូឃើញវាតែដល់ពេលស្លាប់វាស្លាប់ហើយ
អីទេ មុនបញ្ចប់ខ្ញុំនឹករឿងដើមទៅចាតៃតសាមណៈមិត្តអង្គយងសុផាតដែលលោកសរសេរសភៅច្រើននៃតែខ្ញុំទៅបាត់ដំបងខ្ញុំតែងតែចូលទៅសម្រាប់កន្លែងលោកមានថ្ងៃមួយលោកអង្អែលខ្នងខ្ញុំលោកម្ចាស់កណាសូមអនុមោទនាបុណ្យលោកម្ចាស់ហើយលោកម្ចាស់ក្លាហាននិយាយរឿងជំនឿផ្ដេសផ្ដាស់អីហ្នឹងកណាអនុមោទនាតែកណាមហ៊ានទេកាលលោកនៅណាហ្នឹងហើយកាលនោះក៏បានគិតអីដែរតាមអធិស្ឋានទៅលោកមិននិយាយក៏ជារឿងរបស់លោកចឹងតែយើងនិយាយបានក៏និយាយទៅប៉ុន្តែបានតែប្រហែលខែក្រោយមកស្រាប់តែលោកដួលក្នុងកតុបទឹកត្រូវសៃស័កហ្នឹងក៏សគត់ដែរហើយអាយុប្អូនខ្ញុំផងស្រាប់តែខ្ញុំគ្នាទៅទីរឿងខ្លាចឬមិនខ្លាចនេះណាចឹងមើលទៅពាក្យណាមានប្រយោជន៍ពាក្យណាមានប្រយោជន៍និយាយឲ្យទៅក៏លោកងាប់ឲ្យលេងបាននិយាយខ្ញុំកាន់តែនិយាយឡើងរឿងខុសរឿងត្រូវរឿងប្រាជ្ញាធัวអីខ្ញុំកាន់តែនិយាយតាំងពីហ្នឹងមកហ្មងកាន់តែនិយាយខ្លាំងឡើងកាន់នៅជីវិកសានទៅជាហ្នឹងហ្នឹងហើយព្រោះពាក្យខ្លះបើវានៅតែក្នុងយើងរៀនទៅដឹងនៅតែក្នុងយើងយើងអត់និយាយវាគង់តែងាប់ទៅតាមយើងទេអញ្ចឹងបើយើងងាប់ហើយវាសល់នៅគេស្ដាប់ខ្លះវាមិនល្អមិនចឹងហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ចប់នៅធម្មកថាជុំនេះហើយខ្ញុំបានមិនតន់ចប់ទេណាបងប្អូនសិក្សាខ្លួនឯងបន្ថែមហើយអាចរៀនអានទៅអាចមានចង្អុលអីចាំយើងមានពេលពិភាក្សាគ្នាអានទៅមិនយល់អីលើកសំណួរថ្ងៃសុក្រក៏បានដែរបាទសម្រាប់ពេលនេះខ្ញុំសូមបញ្ចប់នៅធម្មទានរាត្រីនេះសូមនមស្ការលានិងជម្រាបលា